ជំរាបសួរប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាំពុកម៉ែបងប្អូនមកទស្សនាវីដេអូមួយដែលយើងធ្វើនៅឆាគ្រឿងហើយឆាគ្រឿងហ្នឹងគឺអត់មានអីច្រើនទេគឺយើងមានកុលក្រៃមានស្លឹកក្រូចហើយនឹងរំដេងហើយបន្តមកយើងក៏មាននៅសាច់មាន់ហើយជា2-3ប្រទេស2-3ដុំអីប៉ុណ្ណឹងឯងយើងធ្វើមិនច្រើនទេប្រិយមិត្តហើយបន្តមកសាច់មាន់ហ្នឹងក៏យើងលាងជាមួយនឹងទឹកអំបិលច្បាច់ក្រូចឆ្មាច្បាច់អីចឹងណាប្រិយមិត្តដើម្បីឲ្យវាបាត់ជាតិឆ្អាបអីកុំឲ្យវាសូវឆ្អាបពេកយើងលាងវាមួយសាជា2សានិយាយទៅលាងឲ្យច្រើនក៏រឹតតែល្អហើយពេលដែលយើងកាត់អីហើយហ្នឹងក៏យើងយកវាមកលាងទឹកម្សៅទៀតទៅដើម្បីឲ្យវាអស់ជាតិឆ្អាបជាតិអីចឹងណាហើយតមកយើងក៏យកខ្ទះយកអីដាក់ខ្លាញ់ដាក់អីចាក់គ្រឿងយើងចូលទៅដើម្បីឲ្យគ្រឿងរបស់យើងហ្នឹងវាមានក្លិនឈ្ងុយឈួលចេញមកខាងក្រៅអីចឹងណាប្រិមិត្តដើម្បីវាស្រួយវាចឹងទៅយើងមានក្លិនដើម្បីឲ្យវាឈ្ងុយយើងដាក់សាច់ដាក់អីទៅឲ្យវាឈ្ងុយតាមហ្នឹងចឹងដែរហើយបន្ទាប់ពីយើងលាយហើយបន្ទាប់ពីយើងលីងគ្រឿងលីងអីរបស់យើងនឹងរួចហើយយើងក៏ដាក់ស្ករក្រហមបន្តិចដាក់ស្ករក្រហមកូរជាមួយនឹងស្លឹកគ្រៃគ្រឿងរបស់យើងហ្នឹងបើប្រិយមិត្តធ្វើលក្ខណៈបែបផ្សេងក៏បានលក្ខណៈបែបមិនក៏បានដែរទៅតាមប្រិយមិត្តចេះជំនាញនៅក្នុងការធ្វើអីចឹងណាហើយបន្ទាប់ពីយើងលីងគ្រឿងលីងអីរបស់យើងឈ្ងុយហើយយើងដាក់ស្ករដាក់គ្រឿងដាក់អីចូលទៅក្នុងនឹងមានអំបិលមានប៊ីចេងមានម្សៅស៊ុបអីចឹងណាប្រិយមិត្តប៊ីចេងម្សៅស៊ុបហ្នឹងគឺតែមួយឯងចឹងហើយយើងដាក់លាយចូលគ្នាចឹងមកយើងកូរវាឲ្យសព្វគ្រឿងដើម្បីឲ្យវាចូលជាតិគ្នាឈ្ងុយអីចឹងទៅយើងដាក់ទឹកត្រីអីចូលចឹងទៅដាក់ទឹកស្អ៊ីវដាក់អីចឹងទៅដាក់មកបន្តិចមកដើម្បីឲ្យរសជាតិរបស់យើងហ្នឹងកាន់តែឆ្ងាញ់ពេលដែលយើងដាក់សាច់ទៅក៏វាកាន់តែឆ្ងាញ់តាមដឹងចឹងដែរហើយតមកយើងក៏យកសាច់មាន់របស់យើងហ្នឹងយកមកដាក់ចូលជាមួយគ្នាចឹងទៅយើងច្បល់វាដើម្បីឲ្យវាចូលជាតិគ្នាជាមួយនឹងគ្រឿងក្រៅនឹងហើយស្អីដែលយើងបានដាក់ចូលពីមុនមកណាចឹងទៅយើងច្បល់វាដើម្បីវាចូលជាតិគ្នាចឹងទៅយើងទុកមកស្ទុះដើម្បីឲ្យវាឆ្អិនល្អចឹងណាហើយយើងថែមគ្រឿងអីថែមគ្រឿងអីក៏ថែមដែរអានេះគឺជាទឹកក្រុមហ្នឹងប្រិយមិត្តដាក់ទឹកក្រុមដាក់អីតិចទៅដើម្បីឲ្យវាមានរសជាតិកាន់តែឆ្ងាញ់ជាងនឹងម្សៅទៀតអញ្ចឹងចឹងទៅយើងក៏ឆាវាឆាចោះឆាឡើងទៅដើម្បីឲ្យសាច់របស់យើងហ្នឹងវាឆាប់ឆ្អិនចឹងណាហើយបន្តមកយើងទុកវាមកសន្ទុះចោលចឹងទៅសាច់របស់យើងក៏ប្រែពណ៌ជារាងកំណៅបន្តិចដោយសារតែវាឆ្អិនអញ្ចឹងណាប្រិយមិត្តវាចិត្តឆ្អិនអញ្ចឹងទៅហើយវាមានពណ៌ដោយសារតែយើងដាក់ស្ករក្រហមដាក់អីចឹងទៅក៏វាមានពណ៌រាងកំណៅអញ្ចឹងទៅប៉ុន្តែយើងមិនដឹងថារសជាតិវាយ៉ាងម៉េចទេព្រោះយើងតាមបានភ្លក់ទេប្រិយមិត្តហើយការធ្វើហ្នឹងវាទៅតាមស្រុកតាមតំបន់អញ្ចឹងតាមការចេះចាំនៅមួយតាមស្រុកតាមតំបន់អញ្ចឹងតាមតែគេចេះគេធ្វើបែបផ្សេងទៅអ្នកខ្លះគេធ្វើបែបផ្សេងអញ្ចឹងទៅប៉ុន្តែចំពោះ admin គឺចូលចិត្តឆាលក្ខណៈបែបហ្នឹងវាមើលទៅតំណងគួរចង់ញ៉ាំអញ្ចឹងណាប្រិយមិត្តតែបើយើងឆាហើយយើងទុកវាដើម្បីឲ្យវាឆ្អិនបានល្អអញ្ចឹងណាយើងទុកវាមួយស្ទុះដើម្បីឲ្យវាឆ្អិនបានល្អអញ្ចឹងទៅយើងកូរត្រឡប់ចុះត្រឡប់ឡើងហើយចុះឡើងអញ្ចឹងទៅដោយសារតែយើងទុកឲ្យវាឆ្អិនសាច់ឆ្អិនអីល្អកាលណាយើងមិនទុកឲ្យឆ្អិនល្អទេវានៅទុនវានៅលក្ខណៈថាឆៅ